សួស្តីបងប្អូនឥឡូវថ្ងៃនេះមរីយន្តបយនឹងបរៀនបងប្អូនធ្វើអក្សរ P ដែលមរីយន្តបយក៏មានអត្ថគ្រប់ពណ៌នេះគាត់នឹងធ្វើអក្សរ B អក្សរ P ជាមួយបងប្អូនអញ្ចឹងអក្សរ P ហ្នឹងអញ្ចឹងតាអក្សរ P បងប្អូនចេះតែសរសេរអត់ហើយ P ហ្នឹងមានរឿងដូចមិនដាច់ហើយធ្វើអត់ដូចមិនអញ្ចឹងមរីយន្តបយនឹងធ្វើឲ្យបងប្អូនមើលហើយឥឡូវយើងសរសេរអក្សរ P ទាំងអស់គ្នាតែអក្សរ P គឺសរសេរដូចនេះនេះគឺអក្សរ P ធំចឹងលុបចោលមកសរសេរសាថ្មីស្អាតជានឹងទៀតអក្សរ P ធំយើងទាញឆ្នេះមករួចទាញក្បាលមូលជាមកនេះអក្សរ P ធំព្រោះអក្សរ P តូចត្រង់ចឹងមកមូលមកនេះអក្សរ P តូចអក្សរ P P ធំ P តូច P តូច P ធំអក្សរ P ជុំយន្តបយទៀតហើយនេះអក្សរ P នេះ P ធំ P តូចអូខេឥឡូវយើងចាប់ដើមធ្វើអក្សរ P ទាំងអស់គ្នាឥឡូវបងមានអត់ចឹងបងសុំដកយកពណ៌ណាមួយមកនេះហើយបងសុំដកយកពណ៌កាជូកចេញមកដើម្បីធ្វើអក្សរ P ធំនេះដូចយើងមូលរបស់គ្នាចឹងមកមូវាឲ្យដូចជាស្ករទាញចឹងមកតែនមូវាចឹងមកហើយយើងបត់វាចូលមកឆ្នេះបានអក្សរ P អូខេយើងមូវាវែងតិចមកមូវាវែងមកនេះគឺយើងបត់មកបានជាអក្សរ P ធំឆ្នេះ P ធំមកណាធ្វើលឿនជាងគេលឿនស្អាតជាងនឹងទៀតបងប្អូនបញ្ចេញមកណាធ្វើស្អាតជាងគេមកយន្តបងទៅត្រួតពិនិត្យមើលឡើងហើយអក្សរ P អញ្ចឹងបងដកយកពណ៌មួយទៀតមកគឺពណ៌ខ្មៅនេះដើម្បីធ្វើអក្សរ P តូចណាកាត់វាចេញខ្លះមកដោយសារតែអត់នឹងវាធំពេកមកកាត់ចេញមកធ្វើចេញមកធ្វើជាអក្សរ P តូចនេះ P តូចនេះមូវាមកមូចឹងមកមូកុំឲ្យដាច់មូវាស្មើមូវែងស្អាតចឹងមកហើយយើងកាត់វាមកធ្វើជាអក្សរ P នេះយើងកាត់ចឹងមកមូវាមកស្អាតអត់ធ្វើជាអក្សរ P តូចអូខេឥឡូវដីឥដ្ឋពណ៌ខ្មៅហ្នឹងឥឡូវបានចេញជាអក្សរ P តូចហើយនេះអក្សរ P តូចបងដាក់ចឹងមកហើយបងកាត់បន្តិចមក P តូចហ្នឹងកាត់វាចេញមកនេះបានអក្សរ P តូចP តូចកាត់ចឹងមកតោះដល់ម៉ោងแล้วហើយណាគេធ្វើឲ្យមុនគេនិយន្តបយក៏មើលទៅលើហើយនេះអក្សរ P តូចនិង P ធំអូខេ P តូច P ធំ P តូច P ធំ P ធំពណ៌ផ្កាឈូក P តូចពណ៌ខ្មៅជួបនិយន្តបយមកទៀតហើយបយមកដល់ទៀតហើយទៅណាគេថាគេអូ wow good job P តូចពណ៌ខ្មៅgood job P ធំពណ៌ផ្កាឈូកអូខេបងប្អូនណាធ្វើមុនគេបង្ហាញបងមើលហើយបងប្អូនណាធ្វើស្អាតជាងគេអូខេបងប្អូនបើធ្វើដីឥដ្ឋស P បានហើយនៅពេលដែលលេងដីឥដ្ឋចប់ហើយសូមកុំភ្លេចលាងដៃស្អាតនិងសាប៊ូហើយរាល់ពេលញ៉ាំចំណីអាហារក៏លាងដៃស្អាតនិងសាប៊ូដូចគ្នាដែរអញ្ចឹងឌីយន្តបយជំរាបលាបងប្អូនចេញហើយអញ្ចឹងបងប្អូននៅតែធ្វើឲ្យបងបានលឿនជាងគេស្អាតនិងបាន good job បាន10ពិន្ទុអរគុណបងប្អូនបាយបាយ